សួស្តីបងប្អូនពុកម៉ែទាំងអស់ជាទីស្រឡាញ់ចានេះគឺជាបន្លែផ្លែឈើធម្មជាតិដែលដាំនៅរដូវក្តៅនៅសហរដ្ឋអាមេរិកចាខ្ញុំបានផលញ៉ាំបាត់ហើយបងប្អូននេះនេះដូចជាម្ទេសស្ប៉េនីសហើយបើខាងនោះសឹកពេញប៉ោះបងប្អូនណាបានណាចាដាំតែប៉ុណ្្នឹងក៏បានញ៉ាំដែរបងប្អូននៅអាមេរិកនេះស្រួលមួយយ៉ាងដែរតានេះមានសក្រីមានតកួនចាហើយត្រប់នេះត្រប់នេះផ្លែផ្លែលាក់មេឃលាក់ខ្លួនជីម្ទេសហើយអានេះម្រះបងប្អូនហើយល្អមែនតើមើលផ្លែប៉ុណ្ណានេះហើយមានផ្លែក្តាប់ក្តាប់ទីទូច្រើនទៀតនេះមកដល់លើនេះទៀតចាហើយបើម្ទេសខ្ញុំវិញណាឡើងក្តៀនបងប្អូនយល់មើលណែដើមឡើងកទើហើយដាក់ថោប៉ុណ្ណឹងសោះហ្នឹងមើលណែមកផ្លែចានេះដើមទ្របស្រួយខូចសើចហើយបើលពៅនេះល្អបងប្អូននេះនិយាយពីផ្កានោះផ្កានេះចេញតាំងពីក្រោមឡើងលើចេះនិយាយទៅរដូវក្តៅនេះណែដាំតែប៉ុណ្្នឹងញ៉ាំអត់អស់ទេបងប្អូនខ្ញុំញ៉ាំពីអ្នកម៉ាក់អត់ដែលអស់ទេហើយនេះដើម7ដើមនេះប្រហែលជាខ្ញុំទុកឲ្យវាធំខ្ញុំអត់បែកវាទៅណាប្រហែលជាអាចដូរផាត់វាដូរអាគេហៅអីគេហៅផាត់ធោវាអីបងប្អូនចានេះផ្លូវកែមានមុខបន្តិចបងប្អូននៅមានដើមខ្នោនេះល្អនេះប៉ាខ្ញុំសួរថាដាំយកទៅអីកូនខ្ញុំមិនដឹងទេប៉ាដាំឲ្យគេមានថានៅអាមេរិកមានដើមខ្នោដែរអញ្ចឹងណាចាអូខេវីដេអូមានតែប៉ុណ្្នឹងទេបងប្អូនចែកចាយនៅអាមេរិកបានតែប៉ុណ្្នឹងរស់កើតហើយខែក្តៅហ៎